anh vì là ngôn khuôn anh chanh bao bịa anh là hai mà bỏ anh mà nụ đôi chị ai ni nè vừa là ở từ ta là hai khảo còn nơiแต่กรอดได้นึงบัดខ្ញុំក្រត្រសម្បត្តិប៉ុន្តែខ្ញុំមានកិត្តិយសនិងសិលធម៌ខ្ញុំមិនដែលបោកប្រាស់ឬធ្វើបាបនរណាម្នាក់ឡើយការធ្វើអាក្រក់របស់ពូនៅថ្ងៃនេះនឹងត្រូវទទួលផលកម្មនៅថ្ងៃណាមួយមិនខានឡើយខ្ញុំស្មានថាធ្វើល្អបានអាចដោយពាក្យគេនិយាយតែមិនមែនចឹងទេការពិតធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់វាជាការពិតណាស់នៅក្នុងភូមិស្រុកមួយដែលមានមនុស្សរស់នៅយ៉ាងច្រើនកកហើយអ្នកខ្លះក៏ប្រកបរបរផ្សេងពីគ្នាមានអ្នកខ្លះធ្វើស្រែហើយអ្នកខ្លះទៀតក៏ធ្វើកសិកម្មនៅផ្ទះមីងភៀបនិងពូណាក់អ្នកទាំងពីរកំពុងឈរនិយាយគ្នានៅខាងមុខផ្ទះម៉ែវាខ្ញុំគិតថាអាសំណាងហើយនឹងម៉ែរបស់វាណាគឺជាមនុស្សឆោតល្ងងណាស់ឲ្យតែយើងនិយាយផ្អែមល្ហែមតន្ទិញទួចនឹងពួកគេនឹងគោរពយើងជាមិនខានយើងត្រូវតែបញ្ញាប្រើប្រាស់អាសំណាងឲ្យវាជួយធ្វើការងារធ្ងន់ជំនួសយើងដើម្បីចំណេញប្រាក់ទៅត្រូវហើយពុកវាអាសំណាងណាវាជាមនុស្សចិត្តល្អណាស់រហូតដល់ថ្នាក់ជាមនុស្សល្ងងទៅហើយឲ្យតែយើងធ្វើពុតជាឈឺឬក៏មានទុក្ខលំបាកសម្ដែងប្រាប់វាតែបន្តិចទៅគឺច្បាស់ជាវាស្ម័គ្រចិត្តមកធ្វើការឲ្យយើងហើយឯងនិយាយត្រូវចិត្តខ្ញុំណាស់មនុស្សសម័យនេះបើអត់មានល្បិចកលទេគឺมันអាចមានបានលឿនឡើយមើលយេសនឹងពូសនទៅត្រូវយើងបោកយកផលប្រយោជន៍អស់ប្រមាណហើយពួកគេនៅតែគិតថាយើងជាមនុស្សល្អជួយយកអាសាពួកគេទៀតតែពុកវាឯងត្រូវតែប្រយ័ត្នផងណាអាសំណាងវាមិនមែនឆោតដូចម៉ែវា 100% នោះទេកាលពីម្សិលមិញខ្ញុំឃើញក្រសែភ្នែកវាសម្លឹងមើលយើងដូចជាមានការសង្ស័យខ្លាំងណាស់យើងត្រូវតែសម្ដែងធ្វើជាមនុស្សចិត្តល្អនិងអាណិតអាសូរវាឲ្យកាន់តែខ្លាំងជាងមុនទៅទៀតមិនបាច់ភ័យទេអាសំណាងវាមិនជាក្មេងឈាមរាវនោះទេប៉ុន្តែដោយសារតែវាគឺជាមនុស្សដែលមានចិត្តល្អក្នុងខ្លួនវាមិនហ៊ានធ្វើអាក្រក់ជាមួយនឹងចាស់ទុំដូចជាយើងឡើយចាំមើលស្អែកនេះខ្ញុំនឹងប្រាប់វាឲ្យវាមកជួយកាប់ឈើធំនៅក្នុងព្រៃយកមកឲ្យយើងដោយរលេះថាយកមកធ្វើផ្ទះបាយគំនិតនេះល្អខ្លាំងណាស់ពុកវាខំធ្វើការស្ទើរងាប់ស្ទើររស់ឯយើងជាអ្នកប្រមូលផលប្រយោជន៍យកទៅលក់យកលុយដាក់ហៅប៉ៅធ្វើជាអ្នកមានទេមនុស្សល្ងងដូចជាអាសំណាងណាទុកឲ្យយើងប្រើប្រាស់បែបនេះហើយទើបវាសមត្រូវហើយយើងធ្វើជាមនុស្សល្អតែសម្បកក្រៅទៅបានហើយមិនបាច់ធ្វើជាចិត្តល្អពិតប្រាកដអីនោះទេសំខាន់ឲ្យតែយើងបានលុយបានទ្រព្យសម្បត្តិទោះបីប្រើវិធីណាក៏ហ៊ានធ្វើដែរបន្ទាប់ពីនិយាយរួចហើយអ្នកទាំងពីរក៏ដើរទៅក្រោយផ្ទះបាត់ទៅនៅវាលស្រែនាយសំណាងកំពុងតែធ្វើការយ៉ាងស្វិតស្វាញហើយស្របពេលនោះពូសនក៏បានសួរទៅកាន់សំណាងថាសំណាងហើយកំពុងធ្វើអីនឹងឃើញខំប្រឹងប្រែងមើលថែដំណាំទាំងកណ្ដាលថ្ងៃក្តៅដល់ហើយណមកសម្រាប់មកលុបឈើជាមួយនឹងពូសិនមកក្មួយបាទពូខ្ញុំចិត្តរួចហើយខ្ញុំឃើញដំណាំរបស់ពូហាក់ដូចជាស្វិតសពូនដោយសារខ្វះទឹកទើបខ្ញុំឆ្លៀតរែកទឹកពីអូមកជួយស្រោចដំណាំពូខ្លះនិងដំណាំរបស់ខ្ញុំខ្លះទៅអូហូចិត្តល្អណាស់ក្មួយពូពិតជាអរគុណណាស់ខ្លួនពូឥឡូវក៏ចាស់ជរាកម្លាំងនឹងក៏វាថយចុះធ្វើការឯងទិញទួយល្ងឹតមុខឈឹងហើយបើគ្មានក្មួយជួយទេដំណាំស្រែចម្ការរបស់ពូនេះច្បាស់ជាសពូនងាប់អស់មិនខានទេអូមិនអីទេពូរឿងទិញទួយសោះនឹងមនុស្សរស់នៅក្នុងភូមិជាមួយគ្នាត្រូវចេះជួយគ្នាក្នុងគ្រាលំបាកបែបនេះឯងណាពូចុះសុខភាពពូសពថ្ងៃយ៉ាងម៉េចហើយអូសុខភាពពូមិនសូវល្អទេក្មួយអើយហើយចុងក្រោយនេះណាពូត្រូវលបងណាក់នឹងអ្នកភៀបគាត់អាណិតអាសូរចង់ជួយទិញស្រែពូប៉ុន្តែគាត់ឲ្យតម្លៃនឹងវាថោកពេកគាត់ថាទិញដោយសារតែក្តីអាណិតពូទេពូខ្ញុំសូមនិយាយត្រង់ណាពូកុំទាន់អានលក់ដីស្រែនោះឲ្យពូណាក់ឲ្យសោះគាត់មិនមែនទិញដោយសារតែក្តីអាណិតពូទេគឺគាត់ដឹងថាដីស្រែនោះចិត្តផ្លូវរដ្ឋទើបគាត់ខំធ្វើល្អមកបោកទិញក្នុងតម្លៃថោកពីពូមើលនៅសំណាងពូស្ទើរតែជឿតាមពាក្យផ្អែមល្ហែមនិងទឹកមុខសម្ដែងធ្វើជាអាណិតរបស់គាត់ទៅហើយណាក្មួយអើយ
ស្ទើរតែចាញ់បោកការសម្ដែងធ្វើជាមនុស្សល្អរបស់គាត់បាត់ទៅហើយបាទពូត្រូវតែប្រយ័ត្នខ្លួនឲ្យមែនទែនណាមនុស្សយើងមិនអាចមើលតែសម្បកក្រៅនិងពាក្យសម្ដីផ្អែមល្ហែមនោះទេបើពូមានការលំបាកអីប្រាប់ខ្ញុំមកចុះខ្ញុំនឹងជួយពូទៅតាមលទ្ធភាពដោយមិនចាំបាច់លក់ដីស្រែនេះទេហើយពូពិតជាសំណាងណាស់ដែលមានអ្នកចិត្តខាងល្អមានចិត្តស្មោះត្រង់បែបនេះអរគុណក្មួយសំណាងហើយទឹកចិត្តល្អរបស់ក្មួយនឹងនាំឲ្យក្មួយជួបតែសេចក្តីសុខនិងផលល្អជាប្រចាំក្នុងជីវិតមិនខានឡើយស្រាប់តែពេលនោះពូសនក៏បានធ្វើដំណើរចេញទៅបាត់ទៅនៅតាមផ្លូវយាយសកំពុងទៅដើរហើយស្រាប់តែពេលនោះក៏ដួលនៅតាមផ្លូវតែម្ដងហើយនាយសំណាងក៏បានឃើញហើយក៏ទៅជួយយាយសដែលកំពុងតែដួលអូយជួយផងអូយអ្នកណាក៏បានដែរនៅចិត្តនេះទេជួយយាយចាស់ជរាម្នាក់នេះផងអាយយជើងខ្ញុំថ្លោះដើរមិនរួចទេអូយជឿណាស់អូយយាយកើតអីហ្នឹងមិនក៏មកដួលតាមផ្លូវតែម្នាក់ឯងបែបនេះយាយចាំខ្ញុំជួយគ្រានឹងមើលរបួសជើងឲ្យយាយអរគុណចៅសំណាងខ្លាំងណាស់យាយថាដើរទៅផ្សាររួចក៏រអិលជើងជន់ថ្មបណ្ដាលឲ្យថ្លោះជើងដើរមិនរួចសោះសំណាងហើយបានចៅមកជួយតន់ភ័យស្ទើរតែស្លាប់ទៅហើយចៅអើយយាយកំភៃអីអង្គុយសិនមកយាយចាំខ្ញុំមើលរបួសនិងជួយរឹតជើងឲ្យយាយជើងយាយគ្រាន់តែថ្លោះបន្តិចទេវាមិនធន់ធ្ងរអីឡើយអរគុណចៅសំណាងខ្លាំងណាស់យាយថាដើរចៅសំណាងអើយចៅជាក្មេងមានចិត្តល្អណាស់ចេះជួយយកអាសាអ្នកដទៃមែនកាលពីអំបញ្ញមិញយាយឃើញលោកប្អូនណាក់និងប្រពន្ធរបស់គេណាដើរឆ្លងកាត់នៅទីនេះយាយស្រែកពឹងឲ្យគេជួយតែពួកគេធ្វើជាមើលមិនឃើញហើយក៏ដើរហួសទៅបាត់ទៅអាណិតយាយណាពួកគាត់ប្រហែលជាបញ្ញាបញ្ញាទៅណាហើយដឹងយាយប៉ុន្តែមិនអីទេឥឡូវមានខ្ញុំនៅទីនេះហើយយាយកុំបារម្ភអីណាពួកគេជាមនុស្សចម្លែកណាស់ចៅនៅមុខអ្នកស្រុកធ្វើជាមនុស្សមានសប្បុរសធម៌និយាយស្ដីផ្អែមល្ហែមតែពេលឃើញអ្នកលំបាកពិតប្រាកដបែរជាមើលមិនឃើញខុសពីចៅឯងត្បិតតែមានជីវភាពមិនសូវធូរធារតែចិត្តបុណ្យណាស់ហើយនឹងមានភាពស្មោះត្រង់ខ្លាំងណាស់ដែរបាទយាយម៉ែខ្ញុំតែងតែបដៅថាកើតមកជាមនុស្សត្រូវតែមានចិត្តមេត្តាករុណានិងជួយសង្គ្រោះអ្នកលំបាកតាមលទ្ធភាពលុយកាក់យើងអាចរកបានតែទឹកចិត្តស្មោះត្រង់និងអំពើល្អគឺត្រូវតែធ្វើជានិច្ចសាធុចៅជាមនុស្សចិត្តល្អមែនចាំមើលចុះអំពើល្អដែលចៅបានធ្វើនៅថ្ងៃនេះនឹងរាល់ថ្ងៃនឹងតបស្នងមកវិញនៅសេចក្តីសុខនិងភាពជោគជ័យធំធេងដល់ចៅនៅថ្ងៃខាងមុខជាមិនខានឡើយនៅមុខផ្ទះមីងសយកំពុងតែឈរស្រាប់តែពេលនោះមីងភៀបក៏បានដើរឆ្លងកាត់ផ្ទះមីងសយសួស្តីអ្នកសយថ្ងៃនេះអ្នកសយឯងមានទឹកមុខស្រស់ថ្លាម្ល៉េះខ្ញុំនឹងប្តីតែងតែនឹកគិតនិងបារម្ភពីសុខទុក្ខរបស់អ្នកសយឯងជានិច្ចនឹងណាចាសួស្តីអ្នកអរគុណខ្លាំងណាស់ដែលចេះតែមានទឹកចិត្តនឹកគិតដល់ខ្ញុំហើយចុះថ្ងៃនេះមានការអីដែរបានជាធ្វើដំណើរមកដល់ផ្ទះខ្ញុំទាំងព្រឹកបែបនេះខ្ញុំមានរឿងមួយចង់ពឹងពាក់សំណាងកូនអ្នកឯងបន្តិចខ្ញុំណាមានគម្រោងចង់កាប់ដើមឈើធំនៅឯព្រៃយកមកធ្វើរោងដាំបាយក៏ប៉ុន្តែប្តីខ្ញុំណាគាត់គ្មានកម្លាំងទេទើបចង់ពឹងពាក់សំណាងឲ្យជួយចូលព្រៃទៅកាប់ឈើឲ្យខ្ញុំបន្តិចកូនខ្ញុំមិនបដិសេធទេវាតែងតែចូលចិត្តជួយការងារសង្គមនិងអ្នកភូមិស្រាប់ហើយចាំវាមកពីស្រែវិញខ្ញុំនឹងប្រាប់វាឲ្យណាអូហូយល្អខ្លាំងណាស់អ្នកសយអើយកូនប្រុសអ្នកពិតជាល្អមែនក៏ប៉ុន្តែអ្នកឯងកុំប្រាប់អ្នកភូមិអីណាក្រែងគេថាយើងអួតអាងអំពើល្អឲ្យសំណាងវាធ្វើដោយភាពស្ងៀមស្ងាត់ទៅបានបុណ្យច្រើនជាងចាអ្នកខ្ញុំយល់ហើយចេះគិតចេះគូរពីផលប្រយោជន៍រួមទៀតចាអ្នកសយអញ្ចឹងខ្ញុំលាទៅវិញសិនហើយណាចាំល្ងាចបន្តិចឲ្យសំណាងទៅជួបខ្ញុំនៅផ្ទះដើម្បីរៀបចំឧបករណ៍ចូលព្រៃកាប់ឈើផងណាអ្នកលាសិនហើយអ្នក
ល្ងាចបន្តិចនៅផ្ទះមីងភៀបនិងពូណាក់កំពុងតែនិយាយគ្នានៅឯក្នុងផ្ទះ ម៉ែវាផែនការរបស់យើងជោគជ័យបាត់ទៅហើយអាសំណាងណាវាយល់ព្រមចូលព្រៃកាប់ឈើឲ្យយើងនៅថ្ងៃស្អែកនេះហើយ ត្រូវហើយពុកវាមុននេះបន្តិចណាខ្ញុំបានជួបវាហើយវាធ្វើជាមានការសង្ស័យបន្តិចបន្តួចដែរតែខ្ញុំត្រូវតែសម្ដែងធ្វើជាពាក្យបុណ្យកុសលមកសង្កត់ក្បាលវាទើបធ្វើឲ្យវាងក់ក្បាលយល់ព្រមភ្លាម មនុស្សល្ងងដូចជាអាសំណាងនេះសំមុខនឹងត្រូវគេបោកហើយវាខំប្រឹងប្រែងបែកញើសហូរញើសកាប់ឈើប៉និតពីក្នុងព្រៃជ្រៅយកមកឲ្យយើងគ្រាន់តែចាំទទួលឈើទាំងនោះយកទៅលក់ឲ្យឈ្មួញនៅឯទីក្រុងអញ្ចឹងបានប្រាក់រាប់ពាន់ដុល្លារដោយមិនចាំបាច់ហត់ទេ ចុះបើអាសំណាងវាសួរថាធ្វើរោងបាយដល់ណាហើយយើងត្រូវឆ្លើយថាម៉េចទៅពុកវា អូយអញទៅភ័យធ្វើអីដល់ពេលនោះយើងគ្រាន់តែភូតវាថាអត់ទាន់មានលុយធ្វើទៅវាស្រេចបាត់ទៅហើយ ពុកវាឯងនេះពិតជាល្បិចខ្ពស់មែនធ្វើអញ្ចឹងបានទាំងប្រាក់បានទាំងឈ្មោះជាមនុស្សល្អនៅក្នុងភូមិទៀតហើយវាគ្មានទៅសង្ស័យថាយើងណាជាអ្នកបោកប្រាស់វាស្អីនោះទេ មនុស្សយើងណាបើមិនចេះប្រើល្បិចបោកបញ្ឆោតគេទេវាគ្មានថ្ងៃមានបានឡើយមើលទៅអាសំណាងនឹងម៉ែវាទៅដឹងហើយថាវាយ៉ាងម៉េចខំធ្វើល្អស្ទើរស្លាប់ស្ទើររស់តែនៅតែក្រតដែលនឹងចំណែកយើងធ្វើជាល្អតែសម្បកក្រៅរស់យ៉ាងមានសេចក្តីសុខនិងមានប្រាក់ចាយមិនខ្វះទេ មែនហើយពុកវាថ្ងៃស្អែកពេលអាសំណាងមកដល់យើងត្រូវតែសម្ដែងធ្វើជាអរគុណវានិងផ្ដល់ប្រាក់បន្តិចបន្តួចឲ្យវាធ្វើជាថ្លៃកម្លាំងដើម្បីធ្វើឲ្យវាកាន់តែស្រឡាញ់យើងថែមទៀត គំនិតនេះល្អខ្លាំងណាស់ម៉ែវា នៅឯផ្ទះមីងសយកំពុងតែនិយាយជាមួយកូនប្រុសរបស់គាត់នៅមុខផ្ទះសំណាងកូនស្អែកនេះកូនត្រូវចូលព្រៃកាប់ឈើឲ្យពូណាក់មែនទេម៉ែឃើញឯងរៀបចំកំបិតនិងពូថៅទាំងយប់បែបនេះម៉ែបារម្ភពីសុខសុវត្ថិភាពឯងនៅក្នុងព្រៃជ្រៅណាស់កូន បានម៉ែខ្ញុំបានយល់ព្រមជាមួយនឹងមីងភៀបរួចហើយត្បិតតែខ្ញុំមានការសង្ស័យលើចេតនារបស់ពួកគាត់ខ្លះប៉ុន្តែដោយសារតែគាត់អះអាងថាយកឈើមកធ្វើរោងដាំបាយទើបខ្ញុំសុខចិត្តជួយធ្វើ កូនធ្វើត្រូវហើយការជួយអ្នកដទៃគឺជាការធ្វើទានដ៏ធំធេងណាស់កូនទោះជាអ្នកដទៃគេមានគំនិតយ៉ាងណាក៏ដោយឲ្យតែចិត្តយើងបរិសុទ្ធចង់ជួយគេពិតប្រាកដនោះអំពើល្អនឹងសាងផលបុណ្យកុសលឲ្យយើងជានិច្ច បានម៉ែខ្ញុំតែងតែប្រកាន់ខ្ជាប់នៅពាក្យបដៅរបស់ម៉ែជានិច្ចខ្ញុំមិនដែលរំពឹងចង់បានការតបស្នងឬក៏លុយកាក់ពីពូណាក់នោះទេ ម៉ែពិតជាមានចិត្តរីករាយខ្លាំងណាស់ដែលមានកូនជាមនុស្សមានការគិតមានគំនិតល្អបែបនេះកុំភ្លេចយកកញ្ចប់បាយនិងទឹកបំពង់ទៅជាមួយផងណាកូននៅក្នុងព្រៃតែម្នាក់ឯងត្រូវចេះប្រយ័ត្នប្រយែងសត្វសាហាវនិងគ្រោះថ្នាក់ផ្សេងៗ បានម៉ែខ្ញុំនឹងប្រយ័ត្នខ្លួនចុះពេលខ្ញុំមិននៅម៉ែអាចនៅផ្ទះមើលថែខ្លួនឯងបានទេបើមានការអីធ្ងន់ធ្ងរម៉ែអាចហៅពូសនឬយាយសឲ្យមកជួយបានពួកគាត់ជាមនុស្សល្អទេ អើយម៉ែមិនអីទេកូនយាយសនិងពូសនគាត់តែងតែមកលេងនិងជួយមើលថែម៉ែជានិច្ចទឹកចិត្តល្អរបស់ឯងដែលបានជួយពួកគាត់កន្លងមកធ្វើឲ្យពួកគាត់ស្រឡាញ់និងរាប់អានគ្រួសារយើងដូចជាបងប្អូនបង្កើតអញ្ចឹង នេះហើយជាផលនៃអំពើល្អមែនទេម៉ែកាលណាដែលយើងស្មោះត្រង់និងជួយអ្នកដទៃយើងនឹងទទួលបានក្តីស្រឡាញ់និងភាពរាប់អានត្រឡប់មកវិញដោយមិនបាច់ប្រើល្បិចកលអ្វីឡើយ ត្រូវហើយកូនអំពើល្អមិនដែលបាត់បង់ទៅណាឡើយតោះកូនទៅសម្រាកទៅនៅមុខផ្ទះមីងភៀបនិងពូណាក់ហើយពេលនោះពូណាក់ក៏បាននិយាយជាមួយនឹងសំណាង អេសំណាងឯងមកវិញហើយមែនទេអូហូសុទ្ធតែជាឈើប៉និតហើយនឹងមានទំហំធំល្អណាស់ហេឯងនេះពិតជាមានកម្លាំងខ្លាំងធ្វើការបានល្អមែនតែនបាទពូខ្ញុំខំចូលទៅព្រៃជ្រៅកាប់ឈើទាំងនេះយ៉ាងប្រយ័ត្នប្រយែងបំផុតដើម្បីយកមកជូនពូសម្រាប់ធ្វើរោងដាំបាយឈើទាំងនេះរឹងមាំល្អណាស់អាចសង់រោងបាយបានយ៉ាងជាប់ល្អណាស់សំណាងអរគុណឯងខ្លាំងណាស់ចាំពូជាអ្នកចាត់ចែងរៀបចំសង់រោងដោយខ្លួនឯងចុះបាទពូចាំខ្ញុំជាអ្នកជួយពូក៏បានដែរអូហូមិនអីទេចាំពូជាអ្នករៀបចំខ្លួនឯងវិញកុំបារម្ភអីណាបាទបើពូមានហេតុផលបែបនេះខ្ញុំក៏យល់ស្របដែរប៉ុន្តែ
ខ្ញុំសុំសួរមួយទៀតបានទេតើពូមានគម្រោងចាប់ផ្ដើមសង់រោងនៅថ្ងៃណាដែរដើម្បីខ្ញុំបានមកជួយលើកឈើនិងជួយសង់បន្ថែមទៀតអូរឿងហ្នឹងហ៎ចាំពូមើលថ្ងៃមើលពេលវេលាសិនណាប្រហែលជាសប្តាហ៍ក្រោយនឹងឯងធ្វើការហត់នឿយពេញមួយថ្ងៃហើយណែប្រាក់បន្តិចបន្តួចយកទៅទិញបាយហូបទៅណាក្មួយអូមិនបាច់ទេពូខ្ញុំធ្វើនាងដោយទឹកចិត្តចង់ជួយការងាររបស់ពូទេខ្ញុំចង់បានបុណ្យកុសលតែប៉ុណ្ណោះខ្ញុំមិនទទួលយកប្រាក់អ្វីឡើយសូមពូទុកប្រាក់នេះសង់រោងបាយចុះអញ្ចឹងក៏បានដែរឯងនេះពិតជាមនុស្សល្អមែនអញ្ចឹងត្រឡប់ទៅផ្ទះសម្រាប់ចុះណាទុកការងារដែលនៅសល់ឲ្យពូចាត់ចែងបន្តបាទខ្ញុំលាសិនឲ្យពូតែចុះក្មួយនៅពេលនោះស្រាប់តែនាយសំណាងក៏ធ្វើដំណើរដើរចេញពីផ្ទះរបស់ពូណាក់តែម្ដងនៅមុខផ្ទះមីងសយនិងកូនប្រុសរបស់គាត់កំពុងតែនិយាយគ្នាអំពីរឿងដែលសំណាងទៅកាប់ឈើនៅក្នុងព្រៃម៉ែខ្ញុំទើបតែដឹកឈើពីព្រៃយកទៅប្រគល់ឲ្យពូណាក់រួចរាល់ហើយម៉ែប៉ុន្តែនៅក្នុងចិត្តខ្ញុំនៅតែមានការសង្ស័យយ៉ាងខ្លាំងចំពោះសកម្មភាពរបស់គាត់មានរឿងអីមែនទេកូនមិនក៏ឯងមានទឹកមុខសពូននិងព្រួយបារម្ភបែបនេះតើពូណាក់គាត់បាននិយាយឬធ្វើអ្វីមិនសមរម្យដាក់ឯងមែនទេគាត់ឲ្យខ្ញុំយកឈើប៉និតទាំងនោះទៅលាក់ទុកនៅក្រោយផ្ទះរបស់គាត់ណាម៉ែពេលខ្ញុំសួររឿងសង់រោងគាត់ឆ្លើយកិច្ចហើយថែមទាំងព្យាយាមយកប្រាក់មកឲ្យខ្ញុំដើម្បីបំបិទមាត់ខ្ញុំទៀតបើបែបនេះមែនវាពិតជាមានចំណុចចម្លែកមែនហើយប៉ុន្តែកូនអើយយើងបានធ្វើអំពើល្អរួចរាល់ហើយកុសលផលបុណ្យគឺស្ថិតនៅលើចេតនារបស់យើងចេតនាយើងល្អយើងនឹងបានបុណ្យហើយខ្ញុំយល់ណាម៉ែប៉ុន្តែខ្ញុំអាណិតកម្លាំងញើសឈាមរបស់ខ្ញុំបើពូណាក់យកឈើទាំងនោះទៅលក់យកប្រាក់ដាក់ហោប៉ៅខ្លួនឯងបែបនោះគាត់ពិតជាមនុស្សចិត្តខ្មៅគ្មានគុណធម៌តន់តែសោះបើគាត់ធ្វើបែបនោះមែនវានឹងคล้ายទៅជាបាបកម្មដ៏ធ្ងន់ធ្ងរតាមលងបន្លាចគាត់មិនខានឡើយមនុស្សដែលរស់នៅដោយការកេងប្រវ័ញ្ចនិងសម្ដែងធ្វើជាមនុស្សល្អទោះបីជាបានលុយកាក់ប៉ុន្តែចិត្តគេមិនដែលស្ងប់សុខឡើយត្រូវហើយម៉ែខ្ញុំនឹងចាំមើលសកម្មភាពរបស់គាត់បន្តទៀតបើគាត់យកឈើនោះទៅធ្វើរោងពិតប្រាកដមែនខ្ញុំនឹងសុំទោសគាត់ក្នុងចិត្តតែបើគាត់យកទៅលក់ពិតមែនខ្ញុំនឹងនិយាយជាមួយគាត់ហើយល្អហើយកូនឯងកុំតូចចិត្តឬក៏ខឹងស្អប់អីនាំតែសៅមងក្នុងចិត្តទៅលាងមុខលាងមាត់អានឹងហូបបាយហូបទឹកទៅកូនម៉ែបានដាំបាយនិងធ្វើម្ហូបឆ្ងាញ់រងចាំឯងរួចជាស្រេចហើយបានម៉ែអរគុណម៉ែខ្លាំងណាស់ទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយក៏ខ្ញុំនៅតែជឿជាក់ថាយើងរស់ដោយភាពស្មោះត្រង់និងធ្វើអំពើល្អគឺជារឿងត្រឹមត្រូវបំផុតនៅក្នុងជីវិតនៅផ្ទះមីងភៀបនិងពូណាក់អ្នកទាំងពីរកំពុងតែឈរនៅក្រោយផ្ទះហើយសម្លឹងមើលទៅឈើរបស់គាត់ដើម្បីរៀបចំលក់ចេញឲ្យឈ្មួញម៉ែវាឲ្យឆាប់ឡើងមើលឈ្មួញទិញឈើចិត្តមកដល់ឥឡូវហើយយើងត្រូវតែប្រញាប់ដឹកឈើប៉និតដែលសំណាងវាកាប់ឲ្យយើងនោះលើកដាក់លើឡានឈ្មួញចាស់ពុកវាឈើទាំងអស់នេះសុទ្ធតែជាឈើប្រណិតមានតម្លៃថ្លៃណាស់ឈ្មួញប្រាប់ខ្ញុំថាគេនឹងឲ្យតម្លៃយើងចាំងខ្ពស់លើកនេះណាយើងមានប្រាក់ទិញមាសនឹងធ្វើផ្ទះថ្មីហើយល្បិចរបស់ពួកយើងនេះពិតជាអស្ចារ្យមែនអាសំណាងវាខំប្រឹងរែកពុនបែកញើសហូរញើសសឹងងាប់សឹងរស់ឯងគ្រាន់តែសម្ដែងធ្វើជាមនុស្សល្អយើងក៏បានប្រាក់រាប់ពាន់ដុល្លារមកស្រួលអេចុះបើអាសំណាងវាដឹងថាយើងយកឈើទាំងនេះមកលក់តែយើងត្រូវធ្វើយ៉ាងម៉េចទៅពុកវាគ្មាននរណាដឹងទេនៅពេលយប់ជ្រៅស្ងាត់បែបនេះអាសំណាងវាដេកលក់បាត់ទៅហើយបើអាសំណាងវាដឹងណាវាក៏គ្មានភ័ស្តុតាងអីមកចោទប្រកាន់យើងដែរហើយពេលវាសួរប្រាប់ថាមានចៅមកលួចពីក្រោយផ្ទះយើងទៅបាត់ហើយឯងនេះពិតជាឆ្លាតរកលេខដាក់គ្មានមែនធ្វើបាបអាសំណាងផងបានប្រាក់ផងហើយមនុស្សស្មោះត្រង់និងចិត្តល្អដូចជាអាសំណាងវាត្រូវតែធ្វើជាជនរងគ្រោះនៃល្បិចកលរបស់យើងបែបនេះហើយត្រូវហើយសម័យនេះមនុស្សល្អរស់នៅពិបាកណាស់មានតែមនុស្សមានល្បិចកលដូចជាពួកយើងនេះទេទើបអាចរស់បានយ៉ាងមានសេចក្តីសុខនិងមានបានប្រញាប់ឡើងទៅលើកឈើចុងក្រោយនេះមកទុកឲ្យចិត្តគ្នាមកប្រយ័ត្នផងពុកវាដុំឈើធំណាស់ក្រែងលោះវាបាក់រអិលធ្លាក់មិនអីទេម៉ែវា
ខ្ញុំមានកម្លាំងរឹងមាំល្អណាស់ឆាប់ឡើងទៅឈ្មោះចិត្តមកដល់លើហើយល្ងាចបន្តិចនៅតាមផ្លូវពូសនបានជួបជាមួយនាយសំណាងហើយក៏បាននិយាយជាមួយនឹងនាយសំណាងអំពីរឿងដែលពូណាក់និងមីងភៀបយកឈើដែលសំណាងខំកាប់មកឲ្យយកទៅលក់ឲ្យឈ្មួញក្មួយសំណាងអើយឲ្យលឿនឡើងមានរឿងធំពូមានរឿងធំនឹងប្រញាប់ខ្លាំងណាស់ចង់ប្រាប់សំណាងឯងមានរឿងអីទៅពូសនមិនក៏មើលទៅពូដូចជាទៅហេបទៅហប់ហើយភ័យបុកពោះម្លេះមានរឿងអីកើតឡើងនៅភូមិយើងមែនទេពូគឺលបងណាក់នឹងអ្នកភៀបមិញនេះពូដើរកាត់ផ្ទះគាត់ពូបានឃើញពួកគាត់ទាំងពីរនាក់កំពុងតែលួចដឹកឈើដែលសំណាងឯងខំប្រឹងកាប់មកនោះយកទៅលក់ឲ្យឈ្មួញបាត់ហើយមែនទេពូហោដោយការសង្ស័យរបស់ខ្ញុំកន្លងមកមែនគឺជាការពិតគាត់មិនមែនយកទៅធ្វើរោងអីនោះទេគឺគាត់ប្រើប្រាស់កម្លាំងខ្ញុំដើម្បីយកឈើទៅលក់យកប្រាក់ផ្ទាល់ខ្លួនត្រូវហើយក្មួយពួកគាត់តែងតែសម្ដែងធ្វើជាមនុស្សល្អមានចិត្តធម៌តែធៀបពិតគឺជាមនុស្សអាក្រក់បោកប្រាស់អ្នកភូមិគ្រប់គ្នាឥឡូវនេះពួកគាត់កំពុងតែរៀបចំលើកឈើឡើងឡានឈ្មួញយ៉ាងបញ្ញាប់បញ្ញាល់បើមិនជឿក្មួយទៅមើលទៅខ្ញុំមិននឹកស្មានថាមនុស្សដែលសម្ដែងធ្វើជាស្រឡាញ់និងរាប់អានគ្រួសារខ្ញុំហ៊ានធ្វើរឿងអាក្រក់និងអសិលធម៌បែបនេះសោះខ្ញុំត្រូវតែសួរនាំគាត់ឲ្យច្បាស់តោះពូទៅជាមួយឯងដែរមិនអាចឲ្យពួកគេលក់ឈើទាំងនោះបានឡើយបាទពូអរគុណណាស់ដែលពូបានយករឿងនេះមកប្រាប់ខ្ញុំទាន់ពេលតោះយើងឆាប់ទៅផ្ទះគាត់ឥឡូវនេះទៅតោះហើយមនុស្សធ្វើអាក្រក់មិនអាចលាក់បាំងការពិតបានរហូតនោះទេផលកម្មនឹងតាមទាន់ពួកគាត់នៅពេលនេះឯងនៅផ្ទះមីងភៀបនិងពូណាក់អ្នកទាំងពីរកំពុងតែធ្វើការសុកហើយស្រាប់តែពេលនោះនាយសំណាងនិងពូសនក៏បានដើរមកឈប់នៅពីមុខរបស់គាត់ឈប់ភ្លាមពូកំពុងធ្វើអីនឹងហេតុអីក៏ពូយកឈើដែលខ្ញុំខំប្រឹងកាប់សម្រាប់ធ្វើរោងនោះមកលក់ឲ្យឈ្មួញបែបនេះទៅវិញអាសំណាងមិនក៏ឯងមកដល់ទីនេះអត់មានរឿងអីទេអញគ្រាន់តែយកឈើមកផ្លាស់ប្ដូរជាមួយគេតើពូកំពុតខ្ញុំទៀតអីខ្ញុំនឹងពូសនបានឃើញនិងបានឮគ្រប់យ៉ាងអស់ហើយពូសម្ដែងធ្វើជាមនុស្សល្អចេះជួយយកអាសាអ្នកដទៃតែធៀបពិតពូគឺជាមនុស្សបោកប្រាស់និងចិត្តខ្មៅបំផុតបើឯងដឹងអស់ហើយអញក៏មិនបាច់លាក់បាំងអីទៀតដែរត្រូវហើយអញជាអ្នកបោកប្រាស់ឯងវាល្ងងខ្លួនឯងចាញ់បោកពាក្យផ្អែមល្ហែមរបស់អញមនុស្សដូចជាឯងនេះណាធ្វើល្អស្ទើរតែរហែកខោក៏នៅតែក្រដដែលនឹងត្បិតខ្ញុំក្រទ្រព្យសម្បត្តិប៉ុន្តែខ្ញុំមានកិត្តិយសនិងសិលធម៌ខ្ញុំមិនដែលបោកប្រាស់ឬធ្វើបាបនរណាម្នាក់ឡើយការធ្វើអាក្រក់របស់ពូនៅថ្ងៃនេះនឹងត្រូវទទួលផលកម្មនៅថ្ងៃណាមួយមិនខានឡើយអាចចង់អាស្រ័យឲ្យជ្រុះថ្មិញទេផលកម្មខ្មោចយកស្អីអញមិនជឿទេវើយអញជឿតែលើលុយឈើទាំងនេះអញលក់បានប្រាក់រាប់ពាន់ដុល្លារឯងគ្មានសិទ្ធអីមកហាមឃាត់អញទេពូប្រយ័ត្នដុំឈើធំនោះវាកំពុងតែរអិលធ្លាក់ចុះមកហើយថយចេញភ្លាមមកពូគ្មានរអិលស្អីទេអញមិនឲ្យឯងមកដណ្ដើមឈើអញបានឡើយអូយសង្កត់ជើងអញហើយជួយផងឈើសង្កត់ជើងអញហើយអូយឈើធំសង្កត់ជើងអញហើយជួយផងអូយឈឺណាស់អូយទ្រាំតិចទៅពូជួយផងខ្ញុំប្រឹងលើកឈើនេះចេញពីជើងពូសនមកជួយលើកឈើនេះឲ្យលឿនឡើងអូយប្តីសម្លាញ់អើយមិនក៏ទៅជាបែបនេះជើងទាំងពីររបស់ឯងត្រូវឈើសង្កត់បាក់អស់ហើយគ្រូពេទ្យថាឯងមិនអាចដើរបានដូចដើមវិញអស់មួយជីវិតម៉ែវាអើយនេះហើយផលកម្មនៃការធ្វើអាក្រក់របស់ពួកយើងខំប្រឹងបោកប្រាស់គេសម្ដែងធ្វើជាមនុស្សល្អដើម្បីផលប្រយោជន៍ចុងក្រោយត្រូវមកទទួលគ្រោះថ្នាក់ពីការជើងបែបនេះខ្ញុំខុសហើយពុកវាខ្ញុំស្ដាយក្រោយណាស់អ្វីដែលឲ្យខ្ញុំខ្មាស់គេបំផុតនោះគឺពេលពុកវាឯងត្រូវឈើសង្កត់មានតែអាសំណាងទេដែលស្ទុះចូលមកប្រថុយជីវិតជួយលើកឈើនោះចេញពីជើងឯងដោយមិនគិតគូរពីការខឹងស្អប់បន្តិចសោះឡើយត្រូវហើយសំណាងវាជាមនុស្សល្អពិតប្រាកដចេញពីបេះដូងនិងសកម្មភាពមិនមែនជាមនុស្សសម្ដែងដូចជាពួកយើងឡើយខ្ញុំមានអារម្មណ៍ថាខ្មាស់វាណាស់ហើយក៏ខ្មាស់អ្នកសោយខ្លាំងណាស់ដែរគ្មានមុខមាត់អីទៅជួបនរណាទៀតទេ
លុយកាក់ដែលយើងខំប្រឹងបោកប្រាស់អាសំណាងបានមកប្រមាណក៏ត្រូវយកទៅព្យាបាលជើងឯងអស់លីងពីខ្លួនឥឡូវនេះណាយើងគ្មានសល់អ្វីទាំងអស់ថែមទាំងត្រូវធ្លាក់ខ្លួនពិការនិងអាម៉ាស់មុខពេញក្នុងភូមិទៀតផង ខ្ញុំស្មានថាធ្វើល្អបានអាចដូចពាក្យគេនិយាយតែមិនមែនចឹងទេការពិតធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់វាជាការពិតណាស់ពួកយើងបានសាងបាបកម្មច្រើនពេកហើយទើបត្រូវមកជួបមហន្តរាយបែបនេះនៅចុងបញ្ចប់ ចាប់ពីថ្ងៃនេះតទៅពួកយើងត្រូវតែផ្លាស់ប្ដូរគំនិតនិងចិត្តគំនិតឡើងវិញយើងត្រូវតែទៅសំទោសអាសំណាងនិងម៉ែរបស់វាហើយនិងអ្នកភូមិទាំងអស់ដើម្បីលាងជម្រះកំហុសខុសឆ្គងដ៏ធ្ងន់ធ្ងររបស់ពួកយើង ត្រូវហើយម៉ែវាទោះជាអាសំណាងនិងអ្នកភូមិមិនលើកលែងឲ្យយើងក៏ដោយក៏យើងត្រូវតែសុំទោសពួកគេដែរហើយនេះចាត់ទុកថាជាមេរៀនជីវិតដ៏ធំបំផុតសម្រាប់ពួកយើងហើយម៉ែវាអើយ ចាពុកវានៅមុខផ្ទះមីងសយនិងកូនប្រុសរបស់គាត់កំពុងតែនិយាយគ្នាអំពីរឿងដែលពួកម៉ាក់ត្រូវឈើសង្កត់ជើងរហូតដល់ពិការសំណាងកូនម៉ែបានដឹងរឿងលោកបងណាក់និងអ្នកភាពអស់ហើយម៉ែអាណិតលោកបងណាក់ណាស់ដែលត្រូវធ្លាក់ខ្លួនពិការជើងបែបនេះប៉ុន្តែម៉ែសរសើរចិត្តកូនឯងខ្លាំងណាស់ដែលបានស្ទុះទៅជួយសង្គ្រោះគាត់ភ្លាមដោយមិនគិតគូរពីការខឹងស្អប់ បានម៉ែបើទោះជាពួកគាត់ធ្វើអាក្រក់និងបោកប្រាស់លើរូបខ្ញុំក៏ដោយប៉ុន្តែក្នុងគ្រាដែលមានគ្រោះថ្នាក់ដល់ជីវិតបែបនេះខ្ញុំមិនអាចឈរមើលបានឡើយការជួយសង្គ្រោះជីវិតមនុស្សគឺជាកាតព្វកិច្ចរបស់ខ្ញុំទោះបីជាគាត់បែបណាក៏ដោយកូនធ្វើត្រូវហើយអំពើល្អដែលកូនបានសាងនៅថ្ងៃនេះធ្វើឲ្យអ្នកភូមិទាំងអស់កោតសរសើរនិងរាប់អានកូនកាន់តែខ្លាំងឡើងអភិបាលស្រុកក៏បានដឹងពីទឹកចិត្តដ៏ស្មោះត្រង់របស់កូនហើយគាត់បានសម្រេចចិត្តជួយឧបត្ថម្ភអាហារូបករណ៍ឲ្យកូនបានរៀនសូត្រនិងទទួលបានការងារល្អទៀតផងមែនឯម៉ែខ្ញុំពិតជាអរគុណនិងរំភើបចិត្តខ្លាំងណាស់ខ្ញុំមិនដែលរំពឹងថានឹងទទួលបានរង្វាន់ធំធេងបែបនេះសោះឡើយនេះប្រហែលជាផលបុណ្យនៃការប្រកាន់ខ្ជាប់នៅភាពស្មោះត្រង់និងអំពើល្អមែនហើយម៉ែត្រូវហើយកូនមនុស្សល្អតែងតែទទួលបានផលល្អវាមិនដែលខុសឡើយទោះបីជាអំពើល្អជួនកាលមិនទាន់ឲ្យផលភ្លាមប៉ុន្តែវានឹងការពារយើងនឹងនាំមកនូវសេចក្តីសុខចម្រើនដល់ជីវិតយើងនៅថ្ងៃណាមួយជាមិនខានកាលពីព្រឹកមិញពូណាក់និងមីងភៀបគាត់បានមកសុំទោសពួកយើងនិងសុំទោសអ្នកភូមិទាំងទឹកភ្នែកខ្ញុំបានលើកលែងទោសឲ្យពួកគាត់អស់ហើយម៉ែការចេះអត់ឱននិងលើកលែងទោសគឺជាទានដ៏ខ្ពង់ខ្ពស់បំផុតពួកគាត់បានទទួលរងនូវផលកម្មនៃការធ្វើអាក្រក់របស់ពួកគាត់រួចហើយការដែលកូនអត់ទោសឲ្យនឹងធ្វើឲ្យចិត្តកូនកាន់តែស្ងប់ស្ងាត់និងមានសេចក្តីសុខទ្វេដងបានម៉ែចាប់ពីពេលនេះទៅគ្រួសារយើងនឹងរស់នៅដោយភាពស្រស់បំព្រងនិងមានក្តីសុខនិងខិតខំធ្វើការនិងរៀនសូត្រដើម្បីយកចំណេះដឹងមកជួយអភិវឌ្ឍភូមិឋានរបស់យើងឲ្យកាន់តែរីកចម្រើនថែមទៀតម៉ែសប្បាយចិត្តណាស់កូនសំណាងសូមឲ្យអំពើល្អនិងទឹកចិត្តសប្បុរសធម៌របស់ឯងក្លាយជាពន្លឺបំភ្លឺផ្លូវជីវិតឲ្យជួបតែសេចក្តីសុខនិងសេចក្តីចម្រើនជារៀងរហូតណាកូនបន្ទាប់ពីនិយាយគ្នារួចស្រេចបាច់អស់ហើយពីអ្នកម្ដាយនិងកូនក៏ឈប់គិតពីរឿងនោះតទៅទៀតដែរហើយក៏ព្រមអហោសកម្មនិងអភ័យទោសដល់គ្រួសាររបស់មីងភៀបនិងពូណាក់ហើយចាប់តាំងពីថ្ងៃនោះមកគ្រួសារមីងភៀបនិងពូណាក់ក៏ឈប់ធ្វើទង្វើបែបនោះដាក់អ្នកភូមិហើយនឹងសំណាងតទៅទៀតដែរ